ម៉ាស៊ីនខូចញឹកជាប់ពេកឡើយគឺមានតាក់គ្រាន់ដកទាំងហាងអូខេសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំបានមកបាញ់គីមីទៀតហើយថ្ងៃហ្នឹងដែរគឺអត់បានបាញ់ជាមួយនឹងបង្រោះទេបងមេកាទេគឺបាញ់ជាមួយនឹងប្អូនប្រុសមីហើយថ្ងៃហ្នឹងដែរគឺម៉ាស៊ីនខូចតាំងពីព្រឹកហើយបាញ់បានតែ3ម៉ោងទេគឺម៉ាស៊ីនខូចរហូតហើយអ្នកដែលបាញ់គីមីជាមួយខ្ញុំជារៀងរាល់ដងគឺប្រូមីនេះឯងតែមួយរយៈចុងក្រោយនេះគឺដោយសារតាម៉ាស៊ីនខូចញឹកជាប់ពេកទៅខ្ញុំបានបាញ់ជាមួយនឹងរស់ហើយមួយវិញទៀតគឺដោយសារតែអត់មានមនុស្សធ្វើរូតស្គុតទៅបងប្រុសមីគាត់ទៅធ្វើកន្លែងរូតស្គុតហើយនិយាយពីប្រូមីយើងវិញគឺជំនាញបហុជំនាញហើយបច្ចុប្បន្ននេះគាត់ទៅតែមកកូរ៉េបាន2ឆ្នាំទេប៉ុន្តែតកែពេញចិត្តមែនតើដោយសារតែគាត់ធ្វើការងារល្អហើយលឿនទៀតមិនថាបាញ់គីមីធ្វើយោសុនរូតស្គុតហ្នឹងហើយបត់ដែកឬក៏ប្រេះទេគាត់អាចធ្វើបានទាំងអស់អាចជំនួសកន្លែងដែលខ្ញុំធ្វើរាល់ដងបានទាំងអស់ចឹងនិយាយរួមទៅអ្នកនៅក្នុងរោងចក្រនេះឥឡូវបច្ចុប្បន្នគឺនៅសល់តែ5នាក់ទេហើយម្នាក់គឺចេះសឹងតែគ្រប់កន្លែងហើយប៉ុន្តែខ្ញុំមានជំនាញតែ3ទេបច្ចុប្បន្ននេះគឺបត់ដែកប្រេះហើយនឹងបាញ់គីមីហ្នឹងប៉ុន្តែបើបងរស់វិញដែលខ្ញុំថាគាត់ជាមេការខ្មែរយើងហ្នឹងគឺគាត់ចេះគ្រប់កន្លែងទាំងអស់គឺមិនថាធ្វើអីទេគឺតកែហៅគាត់មកធ្វើទាំងអស់ដោយសារតែគាត់ចេះទាំងអស់ហើយបន្ទាប់ពីយើងរៀបចំ panel ហើយអស់គឺយើងមកបិទម៉ាស៊ីនដោយសារតែរោងចក្រខ្ញុំគឺគេសម្រាកនៅម៉ោង 6 កន្លះជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រប៉ុន្តែថ្ងៃពុធពេលខ្លះគឺយើងធ្វើដល់ម៉ោង 6 កន្លះហើយពេលខ្លះទៀតគឺយើងធ្វើតែត្រឹមម៉ោង 5 កន្លះទេហើយមួយរយៈចុងក្រោយនេះគឺដូចជាមានការថែមម៉ោងរៀងច្រើនគួរសមដោយសារតែគ្នាយើងនៅសល់តិចអ្នកដែរសល់តែ5នាក់ទេព្រោះអំឡុងខែ7និងខែ8នេះរោងចក្រដែលខ្ញុំធ្វើការគឺភាគច្រើនគឺអត់បានថែមម៉ោងទេដោយសារតែ panel លក់អត់ដាច់ដូច្នេះហើយគឺអត់មានម៉ោងថែមទេប៉ុន្តែឥឡូវគឺមានតាក់គ្រាន់ដកទាំងហាងដោយសារបច្ចុប្បន្ននេះគឺលុយវុនធ្លាក់ចិត្តដល់ឋានប្រច័នហើយអ្នកនៅកូរ៉េបានដឹងថាបច្ចុប្បន្ននេះគឺធ្វើការទាំងអត់សូវមានកម្លាំងទេគឺប្រឹងធ្វើការណាប៉ុន្តែលុយគឺវាចេះតែចុះយកតែមែនតើហើយក៏មិនដឹងថាថ្ងៃណាបានវាអាចនឹងឡើងមកវិញខ្លះព្រោះបច្ចុប្បន្ននេះគឺទឹកចិត្តដែលកំពុងតែធ្វើការនេះគឺរសល់តែ 30-40% ទេហើយយើងបាក់គិតវាទេនាំទៅសេតច្រើនពេកដូច្នេះហើយយើងមកមើលការងារយើងបន្តវិញយើងត្រូវដោះខ្ចៅដើម្បីដោះទុកវាហើយដុំមូលដែលខ្ញុំកំពុងដោះនេះគឺយើងត្រូវយកទៅត្រាំ MC នឹងដែរគឺវាដូចជាសាំងក្អូបដែរវារៀងបើប៉ះភ្នែកវិញគឺកាហាយយកតែមែនតើខ្ញុំតាំងពីធ្វើកន្លែងហ្នឹងមកគឺ MC ហ្នឹងចូលភ្នែកដូចជា 3-4 ដងហើយគឺពេលចូលម្ដងគឺយើងត្រូវឲ្យម្នាក់ដើម្បីដឹកដៃយកទៅលាងភ្នែកទៅលាងទឹកស្អាតប៉ុន្តែបើយើងលាងភ្លាមគឺអត់អីទេបើយើងទុកយូរគឺអាចនឹងឡើងបាយភ្នែកយ៉ាងអ្នកទាំងអស់គ្នាបន្ទាប់ពីនេះហើយគឺយើងត្រូវរុំថង់ស្គុតនោះរុំក្បាលបាញ់ដើម្បីកុំឲ្យវាកកប៉ុន្តែជាក់ស្ដែងគឺទោះជារុំយ៉ាងណាក៏នៅតែកកដែរប៉ុន្តែតកែឲ្យរុំយើងចេះធ្វើតាមគាត់ទៅកុំឲ្យខុសបន្ទាប់ពីហើយនោះហើយគឺយើងមកដោះនេះមួយទៀតហើយយើងយកវាទៅដាក់ត្រាំ MC ទុកសម្រាប់យើងធ្វើនៅថ្ងៃក្រោយគឺងាយស្រួលក្នុងការសម្អាតហើយវីដេអូនេះក៏ដល់ទីបញ្ចប់ដែរអ្នកនរគ្នាសូមអរគុណអ្នកនរគ្នាដែលខំតាមដានរហូតដល់ចប់ហើយបើមានអីចង់សួរឬក៏នេះអីអាច comment នៅខាងក្រោមហើយកុំភ្លេច share ម្នាក់មួយអ្នកនរគ្នាបាយបាយ